អាជ្ញាធរជាតិអប្សរាបានដាក់កំហិតថាចាប់ពីថ្ងៃទី13ខែកក្កដាឆ្នាំ2026តទៅចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរគ្មានក្បួនខ្នាតត្រឹមត្រូវឬប្រាជ្ញាពីទម្រង់ដើមគឺមិនអនុញ្ញាតឲ្យចូលទៅទស្សនាអង្គរទៀតឡើយមន្ត្រីអាជ្ញាធរជាតិអប្សរាសហការជាមួយនឹងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបអាជ្ញាធរដែនដីរួមទាំងប៉ូលីសការពារបេតិកភណ្ឌបានជួបសំណេះសំណាលជាមួយនឹងក្រុមអាជីវករដែលបម្រើសេវាកម្មជួសសម្លៀកបំពាក់បែបខ្មែរបុរាណឲ្យភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរកាលពីថ្ងៃទី13ខែកក្កដាឆ្នាំ2026ការជួបសំណេះសំណាលនេះក្នុងគោលបំណងចង់ឲ្យក្រុមអាជីវករទាំងអស់ដែលប្រកបមុខរបរបម្រើសេវាកម្មតុបតែងឬជួសសម្លៀកបំពាក់បែបប្រពៃណីខ្មែរដល់ភ្ញៀវទេសចរចូលទស្សនាអង្គរបានយល់ដឹងយ៉ាងត្រឹមត្រូវនៅរចនាបថនិងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរនិងយល់ដឹងថាអ្វីដែលមិនមែនជាប្រពៃណីខ្មែរហើយបម្រើឲ្យវប្បធម៌បរទេសមន្ត្រីការិយាល័យសួនរូបនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបដែលជំនាញលើសិល្បៈបុរាណខ្មែរនិងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំលោកច័ន្ទសោភ័ណ្ឌបានឲ្យដឹងថាពេលបច្ចុប្បន្ននេះគឺមានអាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្តបានជួលឈុតបុរាណដែលបានស្លៀកពាក់ខុសពីទម្រង់ដើមមាន 70% ពិសេសការប្រើប្រាស់កំណាត់និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃសកម្មភាពនេះគឺប្រជាពីអត្តសញ្ញាណជាតិនិងវប្បធម៌របស់ខ្មែរទាំងស្រុងដូចជាការបម្រើឲ្យវប្បធម៌បរទេសលោកបញ្យល់ថាការស្លៀកពាក់តាមបែបបុរាណខ្មែរគឺត្រូវតែប្រើកំណាត់និងគ្រឿងអលង្ការដែលជារបស់ខ្មែរហើយក៏មិនត្រូវកែច្នៃឈុតណាមួយឲ្យខុសពីក្បួនខ្នាតខ្មែរដែរការប្រើគ្រឿងអលង្ការនិងកំណាត់ទៀតសោតក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរការស្លៀកពាក់និងការតុបតែងខ្លួនរបស់ខ្មែរបុរាណទៀតសោតមានទម្រង់ច្បាស់លាស់ទៅតាមឋានៈយុស័ក្តិរាប់ចាប់ពីព្រះមហាក្សត្រដល់រាជសាមញ្ញឧទាហរណ៍ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រម្ចាស់ក្សត្រីកំណាត់ល្បើកនិងល្បើកជ័រជើងសម្រាប់ឋានៈសេដ្ឋីកុហបតីនិងកំណាត់ដែលត្បាញពីកប្បាសសម្រាប់មនុស្សសាមញ្ញទូទៅជាដើមលោកច័ន្ទសោភ័ណ្ឌលើកទឹកចិត្តឲ្យអាជីវករទាំងអស់ត្រូវតែកែប្រែបន្តិចម្ដងមកប្រើហូលសូត្រឬល្បើកពេជ្រល្បើករងជើងនិងអលង្ការខ្មែរដែលជាការលើកតម្លៃអ្នកតម្បាញនិងជាងទងខ្មែរហើយវប្បធម៌ខ្មែរនៅតែគង់វង្សមិនបាត់បង់លោកទេសុធីអនុប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនិងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានថ្លែងថាការជួសសម្លៀកបំពាក់ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរមិនត្រឹមត្រូវតាមទម្រង់ដើមមានការរិះគន់ជាបន្តបន្ទាប់និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរអាជ្ញាធរជាតិអប្សរានិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបសំណូមពរឲ្យក្រុមអាជីវករដែលបម្រើសេវាកម្មជួសសម្លៀកបំពាក់ឬឈុតបុរាណកាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេសដូចជាកំណាត់ដែលមានតម្លៃថោកដែលនាំចូលពីប្រទេសថៃទាំងស្រុងអាជ្ញាធរជាតិអប្សរាបានដាក់កំហិតថាចាប់ពីថ្ងៃទី13ខែកក្កដាឆ្នាំ2026តទៅចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរគ្មានក្បួនខ្នាតត្រឹមត្រូវឬប្រាជ្ញាពីទម្រង់ដើមគឺមិនអនុញ្ញាតឲ្យចូលទៅទស្សនាអង្គរទៀតឡើយចំណែកសម្លៀកបំពាក់ដែលប្រើប្រាស់កំណាត់មកពីប្រទេសថៃគឺត្រូវបញ្ចប់ជាស្ថាពរនៅត្រឹមខែមករាឆ្នាំ2027ខាងមុខ